សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូភាគ2ដើម្បីបន្តសាច់រឿងរបស់យើងវិបលបានជ្រើសរើសជំរើសស៊ីដែលធ្វើការប្រឆាំងបាបោនិងអាទិទេពនៃការចងចាំវិបលបានសម្លឹងមើលទៅមុខរបស់អាទិទេពនៃការចងចាំយ៉ាងមុតមមគាត់បានយល់ពីការលះបង់របស់ឪពុកម្ដាយរបស់គាត់តែគាត់មិនអាចទទួលយកជំរើសណាមួយដែលទាមទារការបាត់បង់នោះទេវិបលនិយាយទាំងសម្លេងលឺដែលធ្វើឲ្យបន្ទប់ទាំងមូលមានសម្លេងរំពើងយ៉ាងខ្លាំងឪពុកម្ដាយរបស់ខ្ញុំបានជ្រើសរើសការការពារមិនមែនការលះបង់ដោយឥតប្រយោជន៍នោះទេខ្ញុំនឹងមិនធ្វើដូចអ្នកចង់បាននោះឡើយគាត់ដឹងថាប្រសិនបើគាត់ជ្រើសរើសជំរើស A ឬ B នោះមានន័យថាអាទិទេពនេះនៅតែជាអ្នកគ្រប់គ្រងជោគវាសនារបស់មនុស្សជាតិវិបលបានចាប់កាន់កន្លឹះមាសនៅក្នុងដៃយ៉ាងណែនគាត់នឹកឃើញពាក្យចុងក្រោយនៅក្នុងសៀវភៅកំណត់ហេតុរបស់ឪពុកគាត់កន្លឹះនេះនឹងបើកនៅអាត់កំបាំងទី8អ្នកថាកន្លឹះនេះសម្រាប់យកការចងចាំមកវិញតែខ្ញុំគិតថាកន្លឹះនេះមានអំណាចលើសពីនឹងទៅទៀតវិបលបាននិយាយឪពុកម្ដាយខ្ញុំបានទុកតម្រុយឲ្យខ្ញុំមិនមែនដើម្បីជ្រើសរើសការស្លាប់ទេតែដើម្បីកែប្រែវាគាត់ដឹងភ្លាមថាកន្លឹះមាសមិនមែនគ្រាន់តែជាឧបករណ៍ទេគឺជាអង្គចងចាំដ៏សំខាន់នៃប្រាសាទកន្លឹះមាសគឺជាមេបញ្ជាការនៃកម្លាំងភ្លេចភ្លាំងដែលជាធម្មពលផ្ទុយពីអាទិទេពនៃការចងចាំវានឹងអាចបញ្ឈប់ធម្មពលដែលអាទិទេពនេះប្រើប្រាស់ដើម្បីទប់ស្កាត់ការចងចាំរបស់អ្នកដទៃវិបលបានរត់សម្ដៅទៅកាន់បល្ល័ង្កថ្មខ្មៅទាំងពន្លឺអាទិទេពនោះញញឹមហើយមើលងាយល្ងងមែនមនុស្សរមែងចោះចាញ់ជោគវាសនាឯងមិនអាចទេមុននឹងនាងនិយាយចប់វិបលបានយកកន្លឹះមាសទៅចាក់លើស្នាមរុនតូចមួយដែលលាក់នៅក្រោមបល្ល័ង្កកន្លឹះនោះបានបញ្ចេញពន្លឺភ្លឺជើងពន្លឺដែលគាត់ធ្លាប់បានជួបទាំងអស់រួចក៏ចាក់ជាប់ទៅក្នុងថ្មនោះយ៉ាងណែនរំពេចនោះប្រាសាទទាំងមូលបានចាប់ផ្ដើមរង្គើភ្លើងដែលឆេះនៅតាមជ្រុងនានាបានរលត់ទាំងអស់អាទិទេពនៃការចងចាំបានស្រែកយ៉ាងខ្លាំងដោយការឈឺចាប់បល្ល័ង្កថ្មខ្មៅបានប្រេះស្រាំថាមពលនៃការភ្លេចភ្លាំងដែលត្រូវបានទប់ស្កាត់ដោយឪពុកម្ដាយរបស់វិបលបានរលាយបាត់ទៅអាទិទេពនោះបានបាត់បង់អំណាចរបស់នាងលើប្រាសាទទាំង8រូបចម្លាក់មនុស្សជាច្រើនរួមទាំងឪពុកម្ដាយរបស់វិបលផងបានបញ្ចេញពន្លឺហើយបណ្ដាសាក៏ត្រូវបានដោះលែងវិបលស្ទុះទៅអោបឪពុកម្ដាយរបស់គាត់យ៉ាងណែនពួកគេចាប់ផ្ដើមភ្ញាក់ឡើងយឺតកូនវិបលកូនធ្វើវាដោយរបៀបណាពួកគេមើលទៅគាត់ដោយភ្ញាក់ផ្អើលឪពុកម្ដាយរបស់គាត់បានសួរទាំងញ័រមាត់វិបលបានញញឹមទាំងទឹកភ្នែកខ្ញុំបានធ្វើតាមតម្រុយដែលប៉ាបានទុកខ្ញុំមិនបានលះបង់អ្វីឡើយខ្ញុំបានរក្សាអ្វីទាំងអស់អាទិទេពនៃការចងចាំឥឡូវគ្រាន់តែជាស្ត្រីម្នាក់ដែលគ្មានអំណាចហើយក៏បាត់ខ្លួនបន្តិចម្ដងទៅក្នុងស្រមោលនាងបានរលាយបាត់ទុកឲ្យការចងចាំអំពីអំណាចរបស់នាង